Teleនេះយើងបានធ្វើការចម្លង program វាចូលគ្នារួចរាល់ហើយបងអញ្ចឹងនេះបងនេះកូដវាបងជួយចុចនេះអញ្ចឹងក្នុងករណីដែលយើងធ្វើការចម្លងលេខកូដឬក៏យើងធ្វើកូន tele ថ្មីអតិថិជននៅពេលដែលបាត់កូន tele ហ្នឹងបងកុំភ្លេចថតនេះជូនអតិថិជនដើម្បីឲ្យគាត់ទុកថ្ងៃក្រោយយើងមិនបាច់ប្រើកម្មវិធីដើម្បី hack យកទេគឺយើងពងវាយបញ្ចូលតែម្ដងបងណាអញ្ចឹងឥឡូវក្រោយពីយើងធ្វើការបញ្ចូលលេខកូដហើយបាទលេខកូដវាប្រភេទម៉ូតូនេះតារាងរបស់វាបងនេះចឹងបងដែលប្រជាទិញកូនសោឬក៏នេះខ្ញុំអាចមានតារាងហ្នឹងអាចជូនបងម្នាក់មួយស្លឹកបានបងណាហើយក្នុងហ្នឹងគឺយើងមានតារាងលេខកូដនេះ K71 បងនេះវាមានជាមួយ winner PCX ADV អញ្ចឹងយើងនៅពេលដែលយើងធ្វើការតេស្តយើងធ្វើការចម្លងនេះហើយយើងតេស្តមើលថាតើកូន tele និង SCU ហ្នឹងបត smart key ហ្នឹងតើវាស្គាល់គ្នាជាមួយនឹងកូន tele ទេអញ្ចឹងបងណាអញ្ចឹងយើងតេស្តយើងមានក្តារយើងតេស្តមុនយើងដល់ពេលដែលយើងតេស្តហើយបើវាស្គាល់យើងអាចផ្ញើជួយតិជនឬក៏យើងទៅដាក់ម៉ូតូគឺដើរតែម្ដងមកណាឥឡូវយើងតេស្តសាកមើលចូលចិត្តអូបងនេះតោះឲ្យមើលសាកនេះពេលក្រោយពីយើងឡងរយើងតេស្តសាកមកនេះឥឡូវយើងតេស្តសាកហេនេះបងនិយាយស្គាល់ហើយណាបើវាមិនស្គាល់គឺយើងចុចចឹងទៅ ICU វាស្គាល់គឺ key នេះវាអត់ដើរទេហ្មងណាចុះឥឡូវយើងឡុកយើងបញ្ជាឡុកសាយើងចង់ឲ្យវាដើរយើងឡុកសានេះបងនេះតិចទៀតដាច់ភ្លើងចោលហើយវាលោតតែក្រហមហ្នឹងទៅណាបាទអញ្ចឹងមានន័យថាវាជាប់ឡុកហើយឡុកដល់ពេលយើងប៉ះម៉ូតូវាស្រែកយើងបងអញ្ចឹងយើងអានឡុកវាមកនេះអញ្ចឹងបងណាយើងចង់ឲ្យវាដាច់ឡុកនឹងបានយើងបុកคีមួយមកបុកคีមួយដាច់មកឥឡូវយើងចាស់សម័យហ្នឹងហ្មងណានេះឥឡូវយើងអានឡុកមកពេលអញ្ចឹងមានតែ tele នេះស្គាល់គ្នាមួយ SCU យើងដាក់នឹងម៉ូតូគឺស្គាល់តែម្ដងឥឡូវយើងដាច់ឡុកវាមកនេះដាច់ឡុកហ្នឹងបងពេលយើងបើកសោទៅឆេះបានអូខេបងអញ្ចឹងបងដែលចង់បានចង់ចម្លងសោឬក៏ចង់ធ្វើកូន tele smart key បងអាចទៅបានទេបាទសោយើងមានច្រើនហ្មងមិនថា smart key មិនថាថ្ម tele មិនថាសោឆាបសោផ្ទះសោយើងមានទាំងអស់ហ្មងសោ select សោម៉ូតូសោឡានតាំងសោយើងមានទាំងអស់សម្រាប់បងដែលចង់ធ្វើសម្រាប់ការបើក promotion នេះគឺខ្ញុំមានតម្លៃល្អតម្លៃទាបសម្រាប់បងជាងតែម្ដងបងណាបាទអតិថិជនក៏តម្លៃល្អដែរអញ្ចឹងអរគុណច្រើនបងអរគុណបងបាទឥឡូវខ្ញុំធ្វើការច្រឡំលេខកូដរួចរាល់ហើយបាទអូនកាន់ហ្នឹងកាន់កូនទៅកាន់លឹងពេលមកឥឡូវយើងធ្វើជាក់ហ្មងណាបាទនេះអញ្ចឹងមានន័យថាយើងស្គាល់មួយកូន tele ហើយអញ្ចឹងនេះវាឡុកដែរមកឃើញអញ្ចឹងវាឡុកណាបាទអញ្ចឹងនៅពេលដែលយើងឡុកអញ្ចឹងទី1យើងបើសិនគេប៉ះវានឹងស្រេចទី2បើយើងចង់ unlock មិនឲ្យវាស្រេចយើងអាចចុចកូន tele ឬក៏ប៊ូតុងនោះដើម្បី unlock អញ្ចឹងខ្ញុំធ្វើតែបាទអញ្ចឹងស្រេចទី2យើងមាន2ទី1ចុចកុងតាក់ទី2យើងចុចកូន tele នេះខ្ញុំចុចកូន tele ចឹងបាត់ណាបាទមានវាស្គាល់ហើយណាអញ្ចឹងមួយទៀតនៅពេលដែលវា lock អញ្ចឹងយើងចុចកុងតាក់បានបាត់ដូចគ្នាអញ្ចឹងយើងបើក key មកបាទអូខេបាទដូចគ្នាចុះកូនមួយដែលជឿជាក់បាទអរគុណច្រើនល្ងាចមែនទែននេះច្រើនយ៉ាងមកគឺលេបាទសម្រាប់អតិថិជនដែលបាត់កូន tele ចង់ copy tele ចម្លង tele អាចមករកលំបានបាទទីតាំងទីរួមស្រុកបវលបាទហើយចំពោះបងជាងដែលចង់រៀនជំនាញបន្ថែមបាទដូចជាជំនាញធ្វើសោម៉ូតូជំនាញ smart key បងអាចតាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទឬក៏ Facebook ឬក៏ Telegram ដែលក្នុង logo របស់ខ្ញុំអញ្ចឹងណាបងបាទសូមអរគុណ